ជំរាបសួរអ្នកស្ដាប់ជាទីស្រឡាញ់តើអ្នកធ្លាប់មានក្តីសុបិនឬក៏គំនិតអីមួយតែអត់ដឹងទៅចាប់ដើមដោយរបៀបណាមែនទេពេលខ្លះយើងចង់រកចម្លើយអីមួយឬក៏ចង់ដឹងពីរឿងអីមួយប៉ុន្តែអត់ដឹងទៅរកអ្នកណាខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរថ្ងៃនេះខ្ញុំចង់ចែកម្លែកនៅរឿងរ៉ាវផ្ទាល់ខ្លួនមួយដែលជាមូលហេតុពិតប្រាកដដែលខ្ញុំបង្កើតនៅ podcast មួយនេះតោះមកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតពិសេសមុនការចាប់ដើមជាផ្លូវការនៃ Meta Podcast ខ្ញុំពិតជារំភើបបន្តិចក៏ដូចជាភ័យផងដែរដែលអង្គុយនៅទីនេះដើម្បីជជែកជាមួយនឹងអ្នកទាំងអស់គ្នាមុនពេលយើងឈានចូលទៅក្នុង season ទី1ដែលយើងផ្ដោតទៅលើអីដែលអ្នកទាំងអស់គ្នាមិនបានដឹងពីកន្លែងការងារខ្ញុំចង់ចំណាយពេលបន្តិចដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងពីរឿងរ៉ាវដែលខ្ញុំបង្កើតនៅ podcast នេះឡើងហេតុអីខ្ញុំសម្រេចចិត្តចាប់ផ្ដើមធ្វើ podcast នេះឡើងតើក្តីសង្ឃឹមរបស់ខ្ញុំចំពោះ podcast នេះជាអីគេហើយសំខាន់បំផុតនោះតើ podcast នេះមានអត្ថប្រយោជន៍ដល់អ្នកស្ដាប់អីខ្លះខ្ញុំបានប្រឡូកនៅក្នុងវិស័យឬក៏យើងធ្វើការនៅក្នុងវិស័យធនធានមនុស្សឬយើងហៅថា HR ហ្នឹងប្រហែលជា14ឆ្នាំហើយទៀតសោតកាលពីប្រហែលឆ្នាំមុនខ្ញុំបានជួបបញ្ហានៅក្នុងអាជីពការងាររបស់ខ្ញុំដែលវាកើតឡើងនៅក្នុងកំឡុងពេល COVID ខ្ញុំតែងមានអារម្មណ៍ថារាល់ពេលខ្ញុំជួបបញ្ហាវាដូចជាខ្វះខាតព័ត៌មានពិបាកក្នុងការរកអ្នកប្រឹក្សាពិបាករកអ្វីមួយដែលជាអ្នកផ្ដល់នៅបទពិសោធន៍ដែលវាត្រូវជាមួយនឹងបរិបទការងារជាក់ស្ដែងពេលខ្លះទៅព័ត៌មានដែលយើងរកបានហ្នឹងវាអត់សូវស៊ីជម្រៅទេហើយវាអត់ពាក់ព័ន្ធឬក៏មិនសូវពាក់ព័ន្ធទៅនឹងបរិបទការងារនៅក្នុងប្រទេសកម្ពុជាទៀតនៅពេលដែលត្រង់ចំណុចនេះខ្ញុំគិតថាខ្ញុំមានបទពិសោធន៍ពេលនេះពេលខ្លះខ្ញុំនៅពិបាករកនៅគំនិតដំណោះស្រាយចុះបើអ្នកទើបតែចូលប្រឡូកក្នុងការងារឬក៏អ្នកកំពុងតែស្វែងរកការងារឲ្យគ្នាធ្វើយ៉ាងម៉េចហើយពេលខ្លះនៅកន្លែងការងារវាមានរឿងងាយកើតឡើងច្រើនដែលយើងពិបាកក្នុងការប្រាប់ចំហើយវាអត់មានបានបរៀននៅសាលាទេមានពេលមួយនោះខ្ញុំមើលចំវីដេអូមួយវារៀងបំផុសគំនិតដែរហើយគំនិតនោះវាលេចនៅក្នុងខួរក្បាលខ្ញុំថាហេតុអីខ្ញុំមិនបង្កើតនៅវេទិកាមួយដែលខ្ញុំអាចចែកម្លែកនៅអ្វីដែលខ្ញុំចង់ជាពិសេសទៅលើចំណេះដឹងបទពិសោធន៍គន្លឹះជាក់ស្ដែងទៅកាន់អ្នកផ្សេងទៀតដែលជួបបញ្ហាដូចខ្ញុំពេលនោះដែលគ្រាប់ពូជនៃ Meta Podcast នេះវាបានចាប់ផ្ដើមដោះនៅក្នុងចិត្តរបស់ខ្ញុំត្រឡប់ទៅបញ្ហាដែលខ្ញុំធ្លាប់ជួបកន្លងមកខ្ញុំជឿថាមិនមែនតែខ្ញុំទេដែលធ្លាប់មានអារម្មណ៍បែបនេះនៅក្នុងសង្គមរបស់យើងមានមនុស្សជាច្រើនដែលកំពុងតែស្វែងរកការណែនាំក្នុងអាជីពគន្លឹះក្នុងការអភិវឌ្ឍខ្លួនឯងឬក៏ចង់ដឹងចង់ឮអំពីពិភពការងារជាក់ស្ដែងខ្ញុំក៏ឃើញដែរមិត្តភ័ក្តិដែលធ្លាប់ជួបពិបាកក្នុងការស្វែងរកការងារនិស្សិតដែលទើបបញ្ចប់ការសិក្សាហើយមិនដឹងទិសដៅគាត់ទៅណាមិនដឹងទៅធ្វើអីមនុស្សដែលចង់ផ្លាស់ប្ដូរអាជីពប៉ុន្តែមិនដឹងគួរធ្វើម៉េចរាល់ពេលដែលខ្ញុំបានឃើញរឿងរ៉ាវអស់ទាំងនេះវាកាន់តែជំរុញឲ្យខ្ញុំចង់បង្កើតនៅ podcast នេះឡើងដើម្បីជាផ្នែកមួយជួយដោះស្រាយបញ្ហាទាំងនោះហើយខ្ញុំសង្ឃឹមថាតាមរយៈបទពិសោធន៍ដែលខ្ញុំចែកម្លែកនេះក៏ដូចជាឧទាហរណ៍ជាក់ស្ដែងពីសង្គមវាអាចនឹងក្លាយទៅជាប្រភពព័ត៌មានមួយនិងការណែនាំដ៏មានតម្លៃសម្រាប់អ្នកស្ដាប់ទាំងអស់គ្នាជាពិសេសគឺសម្រាប់យុវជននិស្សិតដែលទើបចាប់ផ្ដើមអាជីពការងារហើយខ្ញុំចង់បង្កើតវេទិកានេះឡើងដែលអាចឲ្យយើងទាំងអស់គ្នារៀនសូត្របាននិងរីកចម្រើនទាំងអស់គ្នាពេលខ្លះខ្ញុំមានគំនិតថាអូចាំ
ខ្ញុំអញ្ជើញភ្ញៀវកិត្តិយសប៉ុន្តែនឹកឃើញថាការចាំវានៅតែចាំរហូតអត់អាចកាត់ឡើងទេអញ្ចឹងខ្ញុំសម្រេចថាខ្ញុំធ្វើ solo podcast នេះសិនហើយបើសិនជាខ្ញុំអាចអញ្ជើញភ្ញៀវកិត្តិយសចូលរួមបានកាន់តែប្រសើរដែលគាត់អាចចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ដែលគាត់មានជូនទៅដល់អ្នកស្ដាប់ទាំងអស់គ្នាឥឡូវនេះខ្ញុំចង់សួរទៅអ្នកស្ដាប់ទាំងអស់គ្នាវិញថាតើអ្នកធ្លាប់មានគំនិតចង់ធ្វើអីមួយប៉ុន្តែអត់ទាន់ហ៊ានចាប់ដើមទេហើយបើអត់ទាន់ហ៊ានឬក៏ហ៊ានហើយតើអ្វីជាឧបសគ្គដែលរារាំងអ្នកទាំងអស់គ្នាហើយសំណួរទី2នោះគឺតើអ្នកកំពុងស្វែងរកអីខ្លះពី podcast មួយហើយបើសិនអ្នកទាំងអស់គ្នាគិតថាមានចង់ដឹងពីរឿងរ៉ាវឬក៏បទពិសោធន៍អីខ្លះពីខ្ញុំនៅអេពីសូតខាងមុខអ្នកទាំងអស់គ្នាអាចចែករំលែកគំនិតរបស់អ្នកទាំងអស់គ្នានៅក្នុង comment បានបើសិនអ្នកទាំងអស់គ្នាមានគំនិតចែករំលែករបស់អ្នកទាំងអស់គ្នាអាចទៅសេនៅក្នុង comment បានខ្ញុំនឹងចូលអានហើយនឹងកត់ទុកហើយបើសិនជាអាចខ្ញុំនឹងលើកឡើងនៅក្នុងអេពីសូតរបស់ខ្ញុំផងដែរអ្វីដែលខ្ញុំបានរៀបរាប់ពីខាងលើនេះជារឿងរ៉ាវនៅពីក្រោយខ្នងនៃការបង្កើតនៅ Meta Podcast នេះឡើងវាកើតចេញពីបំណងប្រាថ្នាដ៏សាមញ្ញមួយគឺចង់ចែករំលែកនិងជួយអ្នកដទៃផ្អែកលើបទពិសោធន៍តខ្លួនរបស់ខ្ញុំសង្ឃឹមថា podcast នេះនឹងក្លាយជាមិត្តល្អនិងជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកស្ដាប់ទាំងអស់គ្នាសូមរងចាំស្ដាប់ season ទី1របស់ខ្ញុំដែលនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខជាមួយនឹងប្រធានបទជាច្រើនដែលអ្នកមិនដឹងពីកន្លែងការងារខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងទទួលបានប្រយោជន៍អីមួយពី podcast នេះមុននឹងចប់អេពីសូតពិសេសនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ subscribe channel នេះដើម្បីកុំឲ្យខកខានអេពីសូតថ្មីការចែករំលែករបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំដើម្បីខិតខំប្រឹងប្រែងបង្កើត content ដែលមានគុណភាពនិងមានប្រយោជន៍សម្រាប់អ្នកសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការស្ដាប់អេពីសូតពិសេសនេះជួបគ្នានៅអេពីសូតក្រោយសូមអរគុណ